បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងរបៀបនៅក្នុងការបិទ online ឬក៏បិទកុំឲ្យគេដឹងថាយើងបើកលេងកម្មវិធី Facebook នៅក្នុងឆ្នាំ2025ដោយសារនៅក្នុងឆ្នាំ2025នេះគឺខាងក្រុមហ៊ុន Facebook បានអាប់ដេតកម្មវិធី Facebook ហ្នឹងឲ្យវាមានភាពខុសប្លែកពីមុនបាទដោយការកំណត់មួយចំនួនគឺវានៅខុសប្លែកកន្លែងគ្នាកាលពីឆ្នាំមុនអញ្ចឹងណាបាទវាផ្លាស់ប្ដូរទីតាំងផ្លាស់ប្ដូរការកំណត់ផ្សេងទៅដាក់ទីតាំងថ្មីបាទអញ្ចឹងតោះកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបនៅក្នុងការបិទ online នៅលើកម្មវិធី Facebook របស់យើងទាំងអស់គ្នាតែអញ្ចឹងយើងចុចបើកកម្មវិធី Facebook របស់យើងមកហើយបងប្អូនចុចសញ្ញាត្រេ3នៅខាងលើគៀនខាងស្ដាំសម្រាប់ Android ប៉ុន្តែសម្រាប់ iPhone វានៅខាងក្រោមគៀនខាងស្ដាំវិញអញ្ចឹងណាបាទយើងចំណាំដល់សញ្ញាត្រេ3ទៅអូខេបន្ទាប់មកយើងចុចកន្លែងសញ្ញាកងចាក់នេះបាទមកអូខេបន្ទាប់មកទៀតបងប្អូនអូសមកក្រោមបាទយើងអូសមកក្រោមទៀតមកបាទរកមើលពាក្យថាស្ថានភាពសកម្មបាទឬក៏អង់គ្លេសគេដាក់ថា active status អញ្ចឹងយើងចុចទៅលើពាក្យថាស្ថានភាពសកម្មឬក៏ភាសាអង់គ្លេសគេដាក់ថា active status មកបាទមានសញ្ញាក្បាលមនុស្សមួយហើយនឹងមានសញ្ញាចុចមូមួយនេះបាទយើងចំណាំទៅបើសិនជាបងប្អូនប្រើភាសាខុសពីភាសាខ្មែរអញ្ចឹងណាបាទហើយយើងចុចមកបន្តមកទៀតយើងគ្រាន់តែចុចបិទកងតាក់ពណ៌ខៀវនឹងទៅបាទយើងចុចទៅលើកងតាក់ហ្នឹងទៅហើយបងប្អូនចុចទៅលើពាក្យថាបិទបាទឬក៏ close អូខេបាទតែប៉ុណ្្នឹងទេតែប៉ុណ្្នឹងអត់មានអ្នកណាគេដឹងថាយើងកំពុងតែបើកលេងកម្មវិធី Facebook ទៀតទេបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត